mình nuôi dưỡng đang là sốc à, cò miền ấy đang là sốc à, ba mình nè che vào máu là rương na mình cô vào máu cái che vào máu máu à nâng ọt sọc tề nâng chân nào bị say rồi bỏ nhôm say Mahabharata đại bột tiệt đa pro say ban riệp trong Kamaviti nia liệu cả bậc nè đừng ọt này nó nhung đó sung room area bot đừng ọt này sập thò 30 minute đầm bay chi cắt tệក្នុងការដោះតឿនក្រៅដំណឹកអប់រំដំណើរជីវិតប្រព្រឹត្តទៅដើម្បីញ៉ាំងកុសលចិត្តឲ្យដល់ព្រមគ្រប់គ្នាណាញោមណាសូមអនុមោទនានមថុរតនតយសៈទូលព្រះបង្គំខ្ញុំព្រះករណម្ចាស់សូមលើកកំបងកងអញ្ជលីគោរពនិងនមស្ការចំពោះព្រះប្រជុំ3នៃបត្រៃរដ្ឋគឺព្រះពុទ្ធរដ្ឋ1ព្រះធម្មរដ្ឋ1និងព្រះសង្ឃរដ្ឋ1អាត្រេអ្នកដោយសេចក្តីគិរវៈជ្រះថ្លាដល់ពងពោះឧត្តមឧត្តមប្រសើរស្មើដោយជីវិតសពកាលសូមព្រះលោកសម្ដែងតែនៅលើចរណៈដំណើរនៃការប្រព្រឹត្តរបស់យើងកាលណាយើងប្រព្រឹត្តក្នុងផ្លូវដែលត្រូវគឺចម្រើនប្រព្រឹត្តក្នុងផ្លូវដែលខុសគឺវិនាសគឺនៅលើខ្លួនយើងសក់ទុកចម្រើនវិនិច្ឆ័យអត់មាននៅលើអ្នកណាឲ្យយើងទេនឹងមិនបាច់ទៅសុំពីអ្នកណាទេដោយអាត្មាធ្លាប់បញ្ជាក់ដដែលថាយើងចង់ឲ្យគេសាពះយើងសាពះគេសាពះយើងមិនបាច់សុំគេឲ្យសាពះយើងចង់ឲ្យគេនិយាយព្រោះដាក់យើងគ្រាន់តែពោលព្រោះទៅកាន់គេមុននោះគេនិយាយព្រោះមកយើងយើងចង់ឲ្យគេផ្ដល់សេចក្តីស្រឡាញ់ឲ្យយើងបើគ្រាន់តែឃើញគេយើងអញ្ញឹមដាក់គេអញ្ញឹមដាក់យើងគឺអត់ពិបាកក្នុងការយល់ទេពុទ្ធសាសនានឹងមានន័យថាយើងចង់បានហេតុណាយើងរៀនដាំមកពូជនឹងទៅគឺផលនឹងវាបានមកប៉ុន្តែចាស់នេះញោមហើយណយាយគេយាយអាត្មាអីឲ្យតែឈឺអត់មាននាំគ្នារត់ទៅពេទ្យទេរត់ទៅតែខ្ទមអ្នកតារត់ទៅតែលោកតាឃើញលោកណាចាស់នឹងអូដេចគុណហើយជួយអែលក្បាលកណាតិចមកជួយឲ្យខ្សែមកខ្សែមកហើយបើថាមានអត់មានខ្សែមកទេស្ដោះទាំងមាត់ដាក់ក្បាលមិនតិចមកកណាសบายចិត្តហើយដល់លោកនេះដូចយើងចូលដែរស្ដោះមកផែកទៅលោកថ្លើមប្រភេទអេយាយនេះបានថ្លើមមកមួយដែរបងហ្នឹងហើយអញ្ចឹងយើងគិតពេលខ្លះយើងជឿអីប្រកបព្រមដោយបញ្ញាទាំងអស់គ្នាហ្នឹងយើងសុកប៉ិនអញ្ចឹងឡើយយើងសរុបមកគោលបនយើងហ្នឹងកូនចៅប្រុសស្រីចង់ឲ្យម៉ាក់យើងបញ្ជូនវែងទេចង់អញ្ចឹងថែគាត់ក្នុងផ្លូវ2ហ្នឹងឲ្យតែម៉ាក់សនុកផ្លូវកាយហើយសុបាយផ្លូវចិត្តគឺអាយុវែងហើយដើម្បីសុបាយផ្លូវចិត្តឃើញកូនមានបានហើយចេះសាមគ្គីគ្នាអាបងស្រឡាញ់បងស្រឡាញ់បងមានជាងបងជួយបងមានជាងបងជួយបងសាមគ្គីគ្នាស្រឡាញ់គ្នាប៉ុន្តែថាបងឆ្លោះគ្នាព្រឹកល្ងាចអាហ្នឹងក៏អត់សុបាយចិត្តដែរមានស្អីក៏មិនសុបាយចិត្តហើយមួយទៀតថែរក្សាពូជពងវងតកូលរបស់គាត់ឲ្យនៅតែខ្ពង់ខ្ពស់ថ្លៃថ្នូរពូជអ្នកម្ដាយជាមន្ត្រីរាជការអ្នកធ្វើការណាមានមុខមាត់យកសក្តានៈទូនាទីទៅណាមកណាគេគោរពគេស្រឡាញ់គេផ្ដល់តម្លៃអញ្ចឹងយើងរក្សាពូជរបស់គាត់នឹងឲ្យនៅតែថ្លៃថ្នូរខ្ពង់ខ្ពស់អាហ្នឹងក៏គាត់សុបាយចិត្តដែរមួយទៀតដើរតាមកន្លងគាត់បើម៉ែស្រឡាញ់ពុទ្ធសាសនាយើងនាំគ្នាស្រឡាញ់ពុទ្ធសាសនាម៉ែចូលចិត្តឲ្យទានយើងឲ្យទានម៉ែគោរពចាស់ព្រឹទ្ធាចារ្យយើងគោរពចាស់ព្រឹទ្ធាចារ្យអាហ្នឹងក៏ម៉ែឲ្យសុបាយចិត្តដែរហ្នឹងប៉ិនបើបើកភ្នែកឡើងឬសូកូនពុកចោជង្គង់កវីក្បាលស្អែកដល់ថ្ងៃធនាគារទៀតឯងហើយដឹងបានអីបងទេអាហ្នឹងអត់សុបាយចិត្តទេប៉ិនបើបើកភ្នែកមកឃើញកូនមានការងារមានមុខរបរសាមគ្គីសហការព្រមព្រៀងហើយចេះដឹងគុណរលឹកគុណយកចិត្តទុកដាក់ជាមួយគាត់នឹងមិនចាំបាច់ឲ្យគាត់ទេឲ្យអីគាត់ទេគឺសុបាយចិត្តអាហ្នឹងដឹងតែបញ្ជូនវែងទាំងអស់គ្នាណាញោមអនុមោទនាសុបាយចិត្តឲ្យបានច្រើនញោមចាស់គេពោលថាឈើត្រាំទឹកឆាប់ពុកមនុស្សកើតទុកឆាប់អីឆាប់ស្លាប់មិនអញ្ចឹងយើងបើកចិត្តយើងឲ្យទលាយនឹងចង់បានសេចក្តីសុខផ្លូវចិត្តរៀនបើកចិត្តយើងឲ្យទលាយម៉ែចេះគិតមនុស្សយើងបើចេះមើលធម្មជាតិជុំវិញខ្លួនយើងកើតធម៌វិចារណាក្នុងជីវិតឬអត់ពិបាកទេដូចយើងទៅសមុទ្រយើងគួរមើលសមុទ្រហ្នឹងទៅណាយើងគួរមើលហ្នឹងឲ្យកើតជាកតិសម្រាប់ពិចារណាញោមមើលសមុទ្រចង់ទឹកភ្លៀងមកក៏សមុទ្រទទួលមិនអញ្ចឹងញោមទឹកហូរពីភ្នំក៏វាទទួលទឹកមកពីព្រែកក៏វាទទួលចង់និយាយថាបើយើងចិត្តយើងបើកឲ្យទលាយចង់រឿងត្រូវចិត្តក៏ដោយមិនត្រូវចិត្តក៏ដោយយើងទទួលព្រមនៅអ្វីដែលវាកើតគឺសុខប៉ុន្តែសមុទ្រមានសភាវៈមួយដែលខុសពីយើងគិតយើងមើលមកថាសមុទ្រស្អីក៏ទទួលដែរទឹកពីណាមកក៏ទទួលអាហ្នឹងត្រូវប៉ុន្តែសមុទ្រអត់ទទួលសភាវៈអាក្រក់ទេឧបមាដូចសម្រាមដូចអីញោមចាំមើលបលឹមឡើងគឺវារុញឡើងមកលើទាំងអស់នៅក្នុងទឹកនោះគឺថ្លាឆ្វង់វាអត់ទទួលសភាពអាក្រក់មកដាក់ជាមួយវាទេគឺវារុញមកលើទាំងអស់អញ្ចឹងចិត្តយើងវាអញ្ចឹងយើងប្រឹងថែរក្សាយកចិត្តទុកដាក់ម្ដាយយើងតនគាត់នៅមើលយើងឃើញដោយលោកឪពុកឲ្យយើងហួសពេល
chọn dương miền thuần thiên trọc sầm bát vô sạ tận tu này ti lôi cặp bạc ca là bó ngay phần ná của dương hô pê đây dương ở ai chun quạt ở prao prao to đầy bàn tiệt tê trong thì dây rọ quạt cỏ len cao trắng toàn mà đại dương nữ dương prăng thằng ọc nè giờ chặt tục đặt thay là xa ca pi không còn quạt đầy lọ pro dương ban chuột mà đại lọ bốc lọ này mình men chỉ riêng thom mà đa tê sắp tới dương sần xăm ở bạn này say cứ xịt đây lọ nâng ruộng khi trao chiết na tầm rom ban chuột chỉ mà đại chỉ côn chỉ ở bốc chỉ ở đây chỉ ở bồn nâng cứ pui để dương sần xăm ruộng khi trao chiết nhiều mơ nọ prét sắm xăm bột ấy nọ ban chuột pầm pê ban chuột bề hồ chỉ ở đây chỉ ở bồn chỉ côn nâng mền mà chiết đấy prét sắm xăm bột bọn từ cao chỉ tuần sai pầm pê tới chỉ tuần sai đà nâng rìa hố tới chỉ côn tuần sai bọn cao chỉ sạch xóa pầm pê tới chỉ mê xóa hai côn rìa hố tới chỉ sạch xóa tôi côn rồi sạch xóa nâng đôi khi bọn từ cao chỉ tầm đấy pầm pê tới chỉ tầm đấy bên đây phải chiết na có pầm pê hành prét nó chỉ ở đây chỉ ở bồn chỉ côn rìa hố nâng cướp chiết bọn cao chỉ sạch pầm pê tôi mà hay sạch bọn chỉ bảo vệ dần đó pầm pê mau chỉ mà hay sấy chỉ bảo bồn đây bảo vệ dần đó chiết trong cái bọn nâng niệm sa mạ cô đom nó có pầm pía mà cao chi và bốn là bóc sa mạ cô đom này là khơi đo này vừa hai óc chá nhúng stray này bót đợt tây rop pon là có bay đa nom mà oi mớ press sama sampot ớt miên pin và tây ớt dọc này mớ pan là pầm pía nấu cao kia bằng phật nó khởi là cả lấy khơi pầm pía nhâm đặt pầm pía bay đá cà oi xua ta hai ấy ban chỉ nhâm đặt pầm pía nị xài chân nị xài chỉ vào đây chỉ vào bốn toàn xòm rùm cái bàn khơi kia tới về tàu chật chân mà đai đừng câu nó bốc đừng mà đai đôi kia tầm rom miên này say chuột mà đai lọ bốc lọ nó sắt tập pui để dương sần xóm bị môn máu bàn quạt không con thay là sai dương chỉnh châm bay bạch thay là sai dương đôi lọ và cọp đôi thò đôi kia dương sầm nang nè dương mơ từ nẹt khoác thò cao chỉ mũi từ cô mà đai ở bốc cro sót ọt lồng ba cro sót ọt lồng ba hơi khoác say là thò côn là thò quay đom toát thẹt câu nâng nẹt khoác và cao mau và đai cháu tắc lê tắc sân nẹt khoác cháu nâng pet mình vô ấy khơi nhất dương khơi này giả bon ba nó dương bạch từ mơ chiết một chiết cao ở này ngay vì luôn dương này dương riêng bị tràn là phần nâng nẹt na để đam pui cứ sự đây lọ nè đôi con trao vùng ra mà đai phục dương lọ chấn đòn pê ngày một tới dương miền cốn ban sắt ta côn pre hay tên là na và tu sài mai áo đọt ban vào đây ban côn nó sắt ta côn pre đọt ban côn pre thì côn nâng biêu mau bắt đo tục ở dương bắt đo cái đau cả hai giờ dương mới dây khắc côn cao mau bắt đo tục ở dương thông tôi vật đau chuột toát tên quay cũng nó cặp chặt lui chọc plum dây khắc bọc li và pay bọc squall đó nè đau sông luôn crab bong nuôi kê phong sông tô kê phong cướp cả lại nhà nắng để cái hào tập bàn côn pre phần là đôi nhom thươn sắt ta côn pre thằng đời xa ấy pui nhom thươn xóm thì môn mau về lõ bà lâu nước ban sắt ta côn pre trao pre đa tam còn long thò mà đai ở bốc đôi lọ nừng mà khơi dây khắc ta khắcពេលគេស្រោចទឹកឲ្យម៉ែអូគេអញ្ចឹងគាត់ឈរក្បែរហ្នឹងស្រក់ទឹកព្រែកម៉ាត់អាមើលដឹងចិត្តគាត់យល់អារម្មណ៍ថាមនុស្សចាស់ឃើញកូនគេថ្វាយអង្គមម៉ែគេឃើញគេស្រោចទឹកឲ្យម៉ែគេដល់ខ្លួនឯងនេះជួនកាលគេតែកូន2នាក់3នាក់គេធ្វើបន់ឲ្យម៉ែគេស្រោចទឹកឲ្យម៉ែគេបានគេវាន់ទាគេថ្វាយអង្គមទុនភ្លុនហើយដល់ឯងកូន8 9នាក់អត់មានអាណាស្រោចទឹកឲ្យគាត់សំណោះខ្លួនគាត់និយាយខ្លាំងអញ្ចឹងបានឃើញគេស្រោចទឹកគេថ្វាយអង្គមម៉ែគេឯងស្រក់ទឹកភ្នែកមកអញ្ចឹងម៉ែយល់ថាប្រហែលជាកូននឹងមិនផ្ដល់ភាពកក់ក្ដៅនិងសេចក្តីស្រឡាញ់និងការគោរពចំពោះម្ដាយនឹងអារម្មណ៍ហ្នឹងអញ្ចឹងយើងទាំងអស់គ្នាត្រូវដឹងថាគ្មានអីឲ្យគាត់សប្បាយចិត្តជាងយើងនាំគ្នាគោរពគាត់ផ្ដល់តម្លៃដល់គាត់វន្ទាក្រាបសំពះនមស្ការពាក្យសម្ដីកាយវិការអរិយាបថទុនភ្លុនព្រឹកល្ងាចដាក់គាត់ហ្នឹងអាហ្នឹងហើយជាថ្នាំដ៏វិសេសដែលម្ដាយឪពុកចង់បានព្រោះចំណាស់នេះហើយអត់មានយកមាសយកពេជ្រទៅណាទេអញ្ចឹងគឺត្រូវការតែភាពកក់ក្ដៅអំពីយើងអញ្ចឹងយើងប្រឹងរក្សាពូជគឺសេចក្តីល្អជាមួយម្ដាយយើងឲ្យបានល្អទៅមុខទៀតយើងជួបគ្នាទៀតណាញោមអនុមោទនាចង់ជួបម្ដាយទៀតទេចង់ហើយម្ដាយចង់ជួបកូនទៀតទេចង់ហើយយាយចង់ជួបប្តីតាយើងទៀតទេចង់ខ្ញុំធឿនចង់ជួបតាទៀតអត់អត់ទេណ៎អត់លឺទេណ៎ញោមចង់ជួបតាទៀតទេបើចង់មកទេហាធរនាំមកជួបគ្នាធ្វើម៉េចឲ្យប្តីបានជួបប្រពន្ធបានជួបប្តីកូនបានជួបម្ដាយបានជួបកូនព្រះលោកមានធរបង្រៀនយើងឲ្យសន្សំពូជនឹងឲ្យបានជួបគ្នាដូចថាអ្នកណាចង់ជួបអ្នកណាអញ្ចឹងយើងមានពូជដែលត្រូវសន្សំវាមិនខុសពីយើងណចង់បានផ្លែដូងយើងត្រូវដាក់ពូជអីពូជដូងមិនអញ្ចឹងយើងចង់ហូបស្វាយយើងមិនត្រូវដាក់ពូជស្វាយអញ្ចឹងព្រះអង្គបង្រៀនយើងថា
អាធរណាដែលយើងសន្សំហើយទៅមុខទៀតយើងជួបគ្នាចឹងព្រះអង្គថាបើចង់ជួបជាម្ដាយជួបជាកូនជួបជាប្តីជួបជាប្រពន្ធជួបជាបងជួបជាប្អូនយើងសន្សំពូជ3ទី1ព្រះតាទានូបនិស័យនិស័យគឺការឲ្យទានដូចគ្នាទី2សីលូបនិយ័យនិស័យហ្នឹងគឺមានន័យថារក្សាសិលដូចគ្នាហើយទី3ភាវនូបនិស័យគឺសំដៅដល់ការចម្រើនទៅនៅផ្លូវចិត្តហ្នឹងល្អបរិសុទ្ធដូចគ្នាមិនគ្រាន់តែឲ្យទៀនប៉ុន្តែប្តីឲ្យទៀនប្រពន្ធឲ្យទៀនដែរប៉ុន្តែប្តីប្រពន្ធបរិជ្រះថ្លាប្តីគ្រាន់តែឲ្យផុតពីដៃអាហ្នឹងក៏អត់ជួបគ្នាដែរហ៎ប្រពន្ធរសាសិលប្តីរសាសិលដែរប៉ុន្តែប្រពន្ធរសា5នៅទាំង5ប្តីរសា5សល់តែ1អាហ្នឹងក៏អត់ជួបគ្នាដែរហ្នឹងហ៎អាផ្លូវចិត្តហ្នឹងគឺត្រូវចម្រើននិយាយរួមឲ្យវាសម្មាក់គ្នាស្មើគ្នាព្រមព្រៀងគ្នាអាផ្លូវកាយផ្លូវចិត្តហ្នឹងវាល្អបរិសុទ្ធដូចគ្នាឲ្យតែមានអា3នឹងរួមគ្នាដើរទន្ទឹមគ្នាញោមទៅជាតិណាក៏ជួបគ្នាដែរដូចពំពីឲ្យព្រះឲ្យរាហុលអញ្ចឹងហ្នឹងអញ្ចឹងហើយតែត្រូវស្មើគ្នាកាលណាដូចម៉ែនិយាយមិញបើរក្សាសិលដូចគ្នាមែនប៉ុន្តែប្រពន្ធរក្សាបរិសុទ្ធល្អហើយប្តីមិនបរិសុទ្ធគ្រាន់តែទៅថាទៅសុំអាហ្នឹងក៏អត់ជួបគ្នាប្រពន្ធឲ្យទៀនឲ្យតែជ្រះថ្លាប៉ុន្តែប្តីឲ្យទៀនឲ្យទាំងមិនជ្រះថ្លាអាហ្នឹងក៏អត់ជួបគ្រាន់តែឲ្យតោះតែមានសេចក្តីល្អបរិសុទ្ធហើយនិស័យនេះញោមមិនបាច់កិច្ចទេបើបំរុងជួបហ្នឹងហើយក៏មិនបាច់ប្រាថ្នាដែរឧបមាថាយាយខ្លះទៅដុតធូបនៅវត្តអាត្មាជួបគាត់ទៅដុតធូបយកចង្ហាន់មកប្រគេនដុតធូបថ្វាយគុំព្រះហើយទៅខ្សឹបប្រាប់ព្រះអង្គហើយព្រះអង្គជួយខ្ញុំព្រះអង្គផងរាល់ថ្ងៃបាក់ផ្លូវចិត្តណាធ្វើម៉េចបានទៅកាច់ជើងអាកាចាស់ហ្នឹងឲ្យនៅផ្ទះខ្ញុំសប្បាយចិត្តហ្នឹងហើយទៅខ្សឹបប្រាប់ព្រះអញ្ចឹងខ្ញុំហើយទៅកាច់ជើងអាកាចាស់ហ្នឹងហើយកើតជាតិណាកុំឲ្យជួបអាតាហ្នឹងទៀតសូមជួបប្តីល្អអាត្មាដូចចង់សើចតិចដែរដូចគ្មានប្តីល្អលើសគ្នាទេមនុស្សប្រុសនេះចិត្តមិនសូវខុសគ្នាទេបងឲ្យតែប្រុសលើកលែងតែប្រុសពងនិយាយនេះមិនតាន់ចេះស្រឡាញ់ទេញោមប៉ុន្តែប្រុសទូទៅមកជឿថាដូចមិនលើសខ្វះគ្នាទេធម្មជាតិនៃលក្ខណៈរបស់មនុស្សប្រុសនេះមកធ្លាប់និយាយលេងមួយញាតិញោមថាបើចង់បានប្តីស្មោះតទៅរកប្តី3ប្រភេទញោមណាចង់បានប្តីស្មោះយកប្តី3ប្រភេទហ្នឹងដល់ស្មោះចង់បានប្រុសស្មោះមើលនិយាយលេងម៉ាត់ចុះប្តីទី1គឺប្រុសទី1គឺប្រុសទៅមកកើតអត់តាន់ដឹងក្តីហើយប្រុសទី2គឺប្រុសដែលដេកនៅកន្ទេលចិត្តដៃខ្យល់អាចដង្ហើមដកចិត្តដល់គ្នាអត់ដល់គ្នាហ្នឹងណាខ្ញុំទឿនអាទី1ទៅមកកើតហើយអាទី2អាចចិត្តដៃខ្យល់ទៅវិញហើយអាទី3អាដេកក្នុងមឈូសហើយញោមណាចង់បានប្តីស្មោះត3ហ្នឹងប៉ិនបើថានៅដើរកើតនៅច្រៀងកើតនៅរាំកើតទេគ្មានទេញោមហ្នឹងហើយមកថាដូចគ្មានទេព្រោះធម្មជាតិនៃមនុស្សប្រុសនេះឃើញទូទៅនឹងភ្នែកព្រោះចឹងនឹងមានប្រុសស្មោះនៅណាញោមណាមើលមុខប្រុសស្មោះណាព្រះលោកថាអញ្ចឹងចុះឥឡូវយើងចង់បាននិស័យមើលយើងនិយាយរឿងធម៌យើងឯនេះវិញចង់បាននិស័យជាឪពុកជាម្ដាយជាកូនជាប្តីជាប្រពន្ធហ្នឹងដូចខ្មែរនិយាយអញ្ចឹងណាតិចទៀតចប់មកមិន10ចប់ក្នុងប្រូក្រាមដូចឃើញដាក់មកមិន10កន្លះប៉ុន្តែយើងធ្វើចប់មុនល្អអញ្ចឹងមកមិន10យើងពិសាភោជនាហារចុះភ្ញៀវនឹង5នាទី10នាទីទៀតចុះនឹងកំពេញសទ្ធាញោមពួកខំធ្វើបន់មិនមែនងាយបានធ្វើទេញោមសំណាងណាអ្នកខ្លះដូចម៉ែនិយាយកូន10នាក់អីហើយកូនអត់មានអ្នកណាគិតគូម្ដាយឪពុកទេហើយអត់យល់ថាអារម្មណ៍ម្ដាយឪពុកត្រូវការអីទេគាត់អត់ដឹងអត់យល់ម្ដាយឪពុកនេះដូចខ្មែរនិយាយអញ្ចឹងគាត់អត់ចង់បានមាសប្រាក់របស់មានតម្លៃអីពីកូនទេគឺប្រាថ្នាឲ្យតែកូនមានទេប៉ុន្តែកុំភ្លេចថាពេលដែលគាត់ចាស់ទៅគឺគាត់ត្រូវការតែមួយគត់គឺភាពកក់ក្ដៅពីកូននេះអាហ្នឹងដែលយើងគួរយល់ពីអារម្មណ៍ម្ដាយឪពុកនឹងអញ្ចឹងដូចខ្មែរនិយាយមិញហ្នឹងឃើញម៉ែគេស្រោចទឹកឯងទឹកភ្នែកមកឃើញច្រើនណាអញ្ចឹងយើងគួរគិតដល់អារម្មណ៍មនុស្សចាស់នឹងយកចិត្តទុកដាក់ឥឡូវយើងចង់ជួបគ្នាយើងសន្សំអានិស័យ3ហ្នឹងហើយតែសន្សំអានិស័យ3ហ្នឹងស្មើគ្នាហើយមិនបាច់រត់គេចទេម៉ោងជួបទៅដល់ណាក៏ដល់ជួបដែរហើយក៏មិនបាច់ប្រាថ្នាទៅសុំកូនល្អដែរយើងសុំមិនមិនក៏ដោយប៉ិនបើយើងអាពូយើងសុំជាមួយអត់ល្អអាកូនហ្នឹងមកអត់ល្អហ្នឹងយើងប្រាថ្នារកអាល្អប៉ិនមកអាមិនល្អអានេះអញ្ចឹងគឺមិនបាច់ប្រាថ្នាគឺមកឯងឲ្យតែមានអានិស័យគឺពូជដែលយើងសុំហ្នឹងដូចប្តីប្រពន្ធដូចគ្នាញោមមានឆ្ងល់តែម៉េចបានអ្នកកំពង់ចាមកំមុំនៅក្បែរផ្ទះមកកកោកអត់ស្រឡាញ់ស្អាតហើយស្រាប់មកយកអ្នកព្រៃវែងនេះហើយអ្នកព្រៃវែងកំមុំបែរផ្ទះមកកកោកមិនស្រឡាញ់ស្រាប់មកយកអ្នកសៀមរាបទេអ្នកសៀមរាបកំមុំស្អាតមកកកោកមិនស្រឡាញ់មកស្រឡាញ់អ្នកតកែវអាត្មាណាទីហោអញ្ចឹងណាអាហ្នឹងនិស័យរបស់គេមនុស្សក្បែរខ្លួនស្អាតប៉ុណ្ណាប៉ុន្តែមើលអត់ដឹងអត់មាននិស័យចូលចិត្តហើយអ្នកខ្លះគ្រាន់តែកលេចឃើញហ្នឹងដូចថាអារម្មណ៍ហ្នឹងវាមានភាពស្និទ្ធស្នាលជាមួយគ្នាពេញចិត្តដោយសារតែពូជគេសន្សំជាមួយគ្នាមកដូចអាត្មាធ្លាប់និយាយថាដូចយើងជិះឡានក្រុងមួយ
ពីភ្នំពេញទៅបាត់ដំបងអុយយ៉ាគ្រាន់តែឡើងដល់ឡានក្រុងហ្នឹងណឡើងដល់ឡានក្រុងហ្នឹងណក្នុងឡានក្រុងហ្នឹងមានគ្នា40នាក់អើយញោមមកនេះមើលមើលនេះអត់អីទេឡានក្រុងហ្នឹងគ្នា40នាក់យើងដកពិសោធន៍ខ្លួនយើងជាក់ស្ដែងពេលឡើងដល់ឡានក្រុង38នាក់ទៀតមានអារម្មណ៍ធម្មតាខុសតែ2នាក់គត់ម្នាក់នោះគ្រាន់តែឃើញស្រឡាញ់ចូលចិត្តចង់រាប់អានគាត់ចង់និយាយរកគាត់ទៅជាម៉ែធរជាកូនធរដល់អាតាម្នាក់ទៀតគ្រាន់តែឃើញស្អប់មុខហ្មងហើយអត់ដែរស្គាល់គេសោះអត់ដែរឆ្លោះជាមួយគេសោះប៉ុន្តែអ្នកខ្លះគ្រាន់តែឃើញអត់ចូលចិត្តហ្មងប៉ុន្តែអ្នកខ្លះទៀតគ្រាន់តែឃើញស្រឡាញ់ចង់រាប់អានទៅជាកូនជាចៅជាក្មួយជាពូចង់និយាយរដែលមានអារម្មណ៍អស់ហ្នឹងឯងញោមសិតតែធ្លាប់មានណាហ្នឹងឯងដែលគេហៅថាពូជដែលយើងសន្សំជាមួយគ្នាណាអាអ្នកខ្លះពូជសន្សំល្អជាមួយគ្នាឃើញចូលចិត្តគ្នាអាខ្លះគ្រាន់តែឃើញស្អប់ហ្មងនឹងហើយអត់ដែលឆ្លោះជាមួយគេទេអត់ដែលស្គាល់គេទេប៉ុន្តែឃើញអារម្មណ៍មិនចូលចិត្តនេះអាហ្នឹងដែលព្រះអង្គឲ្យយើងរៀនពិចារណាថាពូជដែលយើងសន្សំជាមួយគ្នាមកអញ្ចឹងទៅដល់ណាក៏នៅតែជួបដែរកិច្ចមិនរួចដែរដោយព្រះអង្គប្រពអំពីណសេដ្ឋីបុត្រម្នាក់មើលលើករឿងមួយញោមស្ដាប់រឿងបានយល់ណចម្រើនបជននោះមកទេសច្រើនពេកហើយចាក់វត្ថុអត់កើតទេជន់ស្អីអាចសេដ្ឋីហ្នឹងគាត់មានកូនប្រុសម្នាក់ហើយជំនាន់ដើមញោមអ្នកមានមុខមាត់ឲ្យតែមានកូនប្រុសគេឲ្យកូនបួសហើយបួសមួយខែក៏ដោយមួយឆ្នាំក៏ដោយជំនាន់ព្រះហើយជាពិសេសជំនាន់សម័យសង្គមរាស្ត្រនិយមមុនសម័យសង្គមរាស្ត្រនិយមដូចគ្នាកូនប្រុសមុនចូលធ្វើការងារមន្ត្រីរាជការនឹងត្រូវបួសមួយអាទិត្យឬកន្លះខែឥឡូវទំនៀមទម្លាប់ហ្នឹងទៅនៅថៃខ្មែរយើងលែងមានហើយនឹងអាថៃគេធ្វើដូចនិស្សិតដែលចប់បរិញ្ញាបត្រអីចេញម្ដង1000នាក់នេះក៏ឲ្យបួសតាម1000នាក់មុនចូលបម្រើការងាររាជការឲ្យដឹងបនបាបគុណទោសខ្លះហើយមែនសម័យដើមខ្មែរយើងទំនៀមទម្លាប់អស់ហ្នឹងនៅខ្មែរយើងដោយកូនប្រុសអ្នកណាបួសបានធ្វើចៅអធិការកូនចវាយស្រុកអីគេលើកឲ្យហ្មងញោមបងហ្នឹងហើយមានតម្លៃណាស់អញ្ចឹងសម័យព្រះដូចគ្នាកូនអ្នកមានបួសទាំងអស់ញោមមើលសិក្សាពីកាពីដីកាមើលកូនស្ដេចផែនដីកូនមន្ត្រីកូននាមម៉ឺនកូនសេដ្ឋីកដុំពីរអ្នកមានមុខមាត់សិតទៅបួសឲ្យតែកូនប្រុសអញ្ចឹងសេដ្ឋីនឹងមានកូនប្រុសមួយក៏ឲ្យទៅបួសដែរកូននឹងមិនសូវជាជ្រះថ្លាម៉ានទេហើយដល់ពុកម្ដាយឲ្យបួសក៏ទៅបួសទៅនិយាយកាត់សេចក្តីនៃរូតមកមានស្ត្រីកំសត់ម្នាក់នៅក្នុងក្រុងហ្នឹងមេម៉ាយប្តីលែងចោលទៅក៏នៅជាមួយកូនស្រីទូចមួយទៅមកកើតថ្មីហ្នឹងហើយដើរលើកដៃសុំទានតាមសញ្ញាផ្ទះអ្នកដតីនិស័យមើលម៉ាយនិយាយពីនិស័យកិច្ចអ្វីក៏អត់រួចដែរឲ្យតែយើងបានសំពូជជាមួយគ្នាហើយអាពូជអាក្រក់ក៏ជួបគ្នាអាពូជល្អក៏ជួបគ្នាមានន័យថាអាក្រក់ក៏វាជួបឲ្យតែដាក់ពូជជាមួយគ្នាអាក្រក់ក៏ជួបគ្នាប៉ុន្តែអាក្រក់ជួបអាក្រក់នឹងអាល្អជួបអាល្អប៉ុន្តែកិច្ចអត់រួចទេអាកម្លាំងកម្មពូជកម្មដែលយើងសន្សំហ្នឹងអញ្ចឹងកូនស្រីហ្នឹងដល់ពេលណែ2អ្នកម្ដាយហ្នឹងម្ដាយ3កូនតូចហ្នឹងដើរសុំទានគេទៅដល់ផ្ទះសេដ្ឋីហ្នឹងសេដ្ឋីអាណិតសួរនាំទៅថាគ្មានម្ដាយគ្មានឪពុកគ្មានប្តីគ្មានញាតិអីក៏យកមកចិញ្ចឹមនៅក្នុងផ្ទះទៅចិញ្ចឹមនាងហ្នឹងល្អណាស់ថែរក្សាផ្ទះសេដ្ឋីហ្នឹងដូចជាផ្ទះខ្លួនចឹងបាយទឹកនំចំណីត្រីសាច់ព្រឹកឡើងបោះឡើងជូតចុះគ្នាអ្នកក្រញោមអាសាណាស់ថែរក្សាឲ្យសេដ្ឋីហ្នឹងយូរទៅស្រឡាញ់ដូចកូនក្មួយចឹងនិយាយកាត់សេចក្តីនៃរូតមកយប់មួយមានកម្មវិធីនៅវត្តនោះសិទ្ធិហើយនឹងប្តីប្រពន្ធហ្នឹងក៏នាំគ្នាទៅថ្វាយអង្គមលោកកូនផងហើយទៅមើលតន្ត្រីរបាំនៅវត្តហ្នឹងផងហើយនាងអ្នកបម្រើនេះក៏ទៅតាមលោកសិទ្ធិដល់ពេលមករបាំក៏ចេញទៅមើលរបាំជាមួយសិទ្ធិហើយចងកូនង៉ែតូចហ្នឹងនៅក្រោមកត់លោកកូនលោកសិទ្ធិនេះលោកកូននេះទៅមើលរបាំគេមិនកើតក៏ដូចអបសុកហៅគ្រូហៅរាមួយមកទស្សទាយជោគវាសនារបស់ខ្លួនរកគូព្រេងដោយតែអបសុកហៅគ្រូមករកគូព្រេងទាយរកគូព្រេងសាកមើលហើយជំនាន់ដើមឲ្យតែមានប៉ុនដឹងតែមានគ្រូហ៎មិនបាច់ជំនាន់ដើមទេឆ្នាំ8ជាងមកដឹងក្តីតាមពហិមួយឲ្យតែបញ្ចុះសេមាមានគ្រូតាមពហិញោមធ្លាប់ឃើញទេតាមជើងពហិហ្នឹងនៅជុំចាំទាយើងហ្នឹងអញ្ចឹងដល់លោកនេះដោយអបសុកហៅគ្រូមកដេញជោគវាសនារកគូព្រេងដល់គ្រូនេះដេញជើងលេចចុះឡើងវាមានគូណាគូនៅពងដេកនឹងរឹងក្រោមផ្ទះហ្នឹងកូនខ្ញុំបម្រើខ្លួនឯងហ្នឹងគ្រូហ្នឹងថាដឹងថាកូនហ្នឹងទៅជាគូរបស់លោកដែលកូនសេដ្ឋីហ្នឹងប៉ុន្តែគ្រូនេះតទាយឃើញអញ្ចឹងអត់ហ៊ានមកទេខ្លាចក្រៃលោកខឹងអន់ចិត្តហើយតណៈលោកបណ្ណាបណ្ណៃជូនសេដ្ឋីបុតទាំងមូលមកស្រឡាញ់ខ្ញុំបម្រើកូនខ្ញុំបម្រើខ្លួនឯងហើយទៅមកកើតទៀតនោះដល់អញ្ចឹងខ្លាចលោកមិនជឿលោកខឹងប៉ុន្តែលោកនេះជីកសួរខ្លាំងពេកគ្រូនេះតបងថាអត់អីទេដល់ពេលដល់វេលាអ្នកនឹងជួបគូព្រេងរបស់ព្រះអង្គហើយលោកនៅតែជីកសួរចុះឡើងឯនេះទ្រាំមិនបានប្រាប់ទៅថានោះគូរបស់ព្រះអង្គពងដេកនឹងរឹងក្រោមកត់ណាដល់កលេចទៅថាអ្នកណាគេមើលទៅកូនខ្ញុំបម្រើខ្លួនឯងខឹងទៅហ្មងញោមបាញ់អាគ្រូនឹងចុះពីលើកត់ហើយ
ស្ងាត់ទៅម៉ែនោះឡៃទៅមើលបបាំទៅលោកដូចតែខឹងខឹងតែយកទៅជាគូឯងទៅជាខ្ញុំបំរើក្នុងផ្ទះហើយកូនទៅមកកើតទៀតនោះខឹងចឹងយកចុងកបិតហ្នឹងតម្រង់តាមអាធម្មតាគាត់យើងពីដើមឈើវាមានអាប្រហោងអានៀបដូចផ្ទះយើងពីដើមតម្រង់កបិតទម្លាក់តាមប្រហោងអានៀបនោះតម្រង់ធ្វើម៉េចឲ្យចំកូននឹងឲ្យចាក់ស្លាប់ហ្មងជង់ស្លាប់ហើយដល់តម្រង់ទម្លាក់កបិតពីលើមកដូចតែស្បែកយើងវាដូចថាចំមកពេលខ្លះវាផ្លាតនឹងវាគ្រាន់តែមុតអាយ៉ាក់ទៅប៉ុន្តែវាអត់មុតដល់ក្នុងរហូតដល់ស្លាប់ទេគ្រាន់តែយ៉ាក់ស្បែកនឹងពោះនឹងវែងបន្តិចមកហើយឈាមហូរលហាយទៅបានកូននឹងវាស្រែកទៅម្ដាយនឹងត្រឡប់មកចាំមើលណានិស័យនឹងណដល់ពេលម្ដាយមកសួរនាំរកហេតុរកផលឃើញដឹងថាកូនសិទ្ធិម្ចាស់ខ្លួនឯងដែលនៅជាមួយនឹងអ្នកប៉ុនប៉ងសម្រាប់កូនស្រីរបស់ខ្លួនចឹងទៅដោយសារមានរឿងដូចម៉ែនិទានមកចឹងហ្នឹងហើយចឹងទៅក៏នាងអ្នកបម្រើជាម្ដាយនិងកូនស្រីនឹងសុំថ្វាយអង្គមលាលោកឪពុកម្ដាយរបស់លោកនឹងឯងឈប់នៅផ្ទះហ្នឹងនឹងទៅរស់នៅក្រុងផ្សេងពីព្រោះនៅក៏មិនសុខទៀតដែរបើលោកកូនសិទ្ធិមានបំណងចឹងហើយក៏លាថ្វាយអង្គមលោកសិទ្ធិនេះក៏មិនហ៊ានហាមឃាត់អីផ្ដល់របស់ឲ្យតិចតួចទៅក៏វិច្ចបង្វិច្ចដើរពីអ្នកកូនស្រីនឹងទៅរស់នៅក្រុងផ្សេងបានដើមទុនខ្លះដែលម្ដាយឪពុកគឺលោកសេដ្ឋីចាស់ពីអ្នកយាយតាដែលជាឪពុករបស់លោកនឹងឲ្យដើមទុនទៅរស់នៅក្រុងផ្សេងលក់ត្រីលក់បន្លែនិយាយកាត់សេចក្តីនៃរូតមករូតទៀតឲ្យឆាប់ចោលដល់តែពេល17ឆ្នាំក្រោយមកលោកនេះក៏សឹកទៅនឹងកូនស្រីនេះក៏វាពេញកំមុំធម្មតាមនុស្សស្រីតែ8 10ឯនោះពេញកំមុំអត់ដូចមនុស្សប្រុសទេអញ្ចឹងដល់7 10ឆ្នាំក្រោយមកនាងនេះពេញកំមុំមកលក់បន្លែលក់សាច់ជាមួយម្ដាយនៅក្នុងផ្សារហ្នឹងហើយកូនសេដ្ឋីគឺលោកនេះបអទេសល័យទៅទាលុយគេនៅក្រុងហ្នឹងទាលុយធម្មតាកដុំ2សេដ្ឋីអីសបោលុយហើយគេខ្ចីគ្រប់កន្លែងអញ្ចឹងដើរទាលុយដល់ជិះអទេសល័យកាប់ទៅមុខកន្លែងផ្សារហ្នឹងក៏លេខឃើញនាងហ្នឹងដូចជាប់ចិត្តហ្មងញោមដូចឃើញស្រឡាញ់ផ្លេតហ្មងហើយកំឡោះចាស់យូរហើយហ្នឹងណាមិនយកប្រពន្ធឲ្យម៉ែរកឲ្យអត់ស្រឡាញ់ទេសប្លេឃើញនាងលក់បន្លែលក់ត្រីនោះស្រឡាញ់ភ្លាមប៉ិនអត់ដឹងទេណាអត់ដឹងតែខ្ញុំមើលខ្លួនឯងអាហ្មងសម្រាប់គេនឹងទេអត់ដឹងទេអត់ទាន់ដឹងទេនិយាយកាត់សេចក្តីនៃរូតមកដល់តាមទៅដឹងផ្ទះដឹងសម្បែងឲ្យម្ដាយចូលស្រីទៅដឹងហើយការហើយនេះអាយុគេរួមរស់ដល់ណាហើយមិញដល់ណាហើយអូចប់ហើយដឹងស្ដាប់អីទេមានចាំអីសោះនឹងការហើយពេលគេរួមរស់ជាមួយគ្នានេះដល់ពេលយប់រួមរស់ហ្នឹងបានដឹងប៉ិនដឹងហ្នឹងចេះឃើញស្នាមពោះនេះអាស្នាមលើផ្សឹកនេះអាស្នាមមុតដល់កបាត់ហ្នឹងវានៅស្នាមហ្នឹងណាហើយចេះជំនាន់ដើមមានអាណាគេកាត់បាត់លៀបអីដូចយើងឥឡូវឲ្យបាត់អត់ទេតែមុតអីស្នាមហ្នឹងហើយអញ្ចឹងនៅស្នាមអញ្ចឹងទៅក៏ប្តីនឹងឆ្ងល់សួរអូនចុះអូនឯងទៅត្រូវកបាត់អាណាដូចអាណាកាប់មកកបាត់អញ្ចឹងមិនក៏ស្នាមអីធំម្ល៉េះបងឯងកុំរំលឹកគេងទៅបងគេងទៅកុំរំលឹកអីខ្ញុំតែរំលឹកពេលណាក្តៅកាហាយពេលហ្នឹងអត់ដឹងអាប្តីខ្លួនឯងពួកក៏សួរនាងនេះក៏មិនដឹងដែរព្រោះនៅតូចដេករឹងមិនតន់ដឹងអីទៅមួយឆ្នាំមួយខួបអីហ្នឹងហើយអាប្តីនេះក៏ឃើញមុខកូនហ្នឹងមិនទាំងចាំ7 8 10ឆ្នាំតាំងពីតូចរហូតដល់កមុំហ្នឹងមិនចាំមុខអត់ចាំទេម្ដាយហ្នឹងក៏ស្គមចាស់ទៅមើលមិនយល់មិនដឹងមិនចាំចឹងទៅក៏មនុស្សយើងក្រឆាប់ចាស់ចឹងចាស់ជរាម្ដាយនេះមើលលែងយល់ចឹងទៅក៏សួរនាំចោះឡើងប្រពន្ធតបងហើយកុំជជីកសួរអីខ្ញុំមិនចង់និទានរឿងនឹងប្រាប់បងទេវាវែងឆ្ងាយណាស់ដល់ប្តីសួរយូរទៅទ្រាំមិនបាននិទានប្រាប់ទៅនិទានដូចម៉ានិទានអញ្ចឹងណាហ្នឹងនិទានចប់ប៉ុណ្្នឹងទៅបានចុងក្រោយនាងនឹងថែមអាពេលនិទានដល់កន្លែងដែលថាលោកគូព្រេងលោកអ្នកកូនសិទ្ធិនឹងឯងនឹងតនេអត់ការងារធ្វើទៅរកគ្រូមកដេញរកគូវាសនាដល់ដឹងតែខ្ញុំហើយលោកមិនសប្បាយចិត្តព្រោះខ្ញុំជាខ្ញុំបំរើនៅផ្ទះលោកចឹងទៅក៏លោកទម្លាក់កំបិតពីលើកត់បំរុងនឹងសម្លាប់ខ្ញុំប៉ុន្តែវាមិនស្លាប់ចង្រៃណាស់អាលោកនឹងឲ្យតនឹកឃើញក្តៅកាហាយអាលោកនឹងណាជេរប្រៃចឹងទៀតណាដល់ប្តីភ្ញាក់ព្រឺតហ្មងនឹកក្នុងចិត្តអូតាមពិតអញប្រពន្ធពងថាពងអាជេហ្នឹងអញតាដល់អញ្ចឹងទៅលុតជង្គង់ថ្វាយអង្គមប្រពន្ធញោមថ្វាយអង្គមសុំកម្មាទោសអូនហើយណបងណសុំទោសរឿងវាកន្លងហួសហើយតាមពិតលោកដែលអូនពងជេពងថាហ្នឹងគឺបងហ្នឹងហើយអូគាត់ឯងហ្នឹងទេចឹងហ្នឹងហើយបានដឹងថាអូពិតណាស់និស័យនេះទោះបីជារត់ទៅដល់ណាក៏នៅតែជួបដែរញោមមើលអាម្រងសម្រាប់គេរត់តាំងពីតូចគេរត់ទៅនៅកន្លែងផ្សេងហើយនៅតែតាមឃើញគេដល់បាតនេះខ្ញុំគិតមើលអាហ្នឹងដែលព្រះលោកសំដែងថា
បើយើងចង់ជួបគ្នាមិនបាច់ប្រាថ្នាទេតែកាលណាសន្សំអានិស័យនឹងរួមគ្នាហើយទៅដល់ណាក៏នៅតែជួបគ្នាជាកូនជាម្ដាយជាប្តីជាប្រពន្ធរត់ទៅណាក៏នៅមិនរួចដែរស្រុកក្រៅក៏នៅតែតាមគ្នាឃើញនៅស្រុកក្រៅដែរហ្នឹងអញ្ចឹងប៉ុណ្្នឹងចោះជួបគ្នាថ្ងៃក្រោយសូមឲ្យបាននិស័យជាម្ដាយជាកូនជាឪពុកជាញាតិដ៏ល្អជួបអ្នកដែលល្អដល់យើងដាំពូជល្អដូចគ្នាយើងនឹងជួបអ្នកល្អដូចគ្នាអ្នកប្រព្រឹត្តធម៌ដូចគ្នាណាញោមសូមអនុមោទនាតបគុណមេដាបៃតាយើងល្អដល់ពេលយើងចាស់ទៅកូនយើងតបគុណយើងដោយល្អដូចគ្នាយើងអត់ធន់ជាមួយម្ដាយយើងបាននៅពេលដែលយើងចាស់ទៅយើងស្រែកថាកូនយើងក៏កូនយើងអត់ធន់ជាមួយយើងដូចគ្នាយើងពិតត្រង់ជាមួយម្ដាយយើងដល់យើងចាស់ទៅកូនយើងក៏ពិតត្រង់ជាមួយយើងដូច្នោះចឹងនេះជាហេតុដែលយើងត្រូវដឹងថាពូជណាដែលយើងសន្សំផលនោះក៏រមែងឲ្យផលមកដល់ខ្លួនយើងដូចអ្វីដែលយើងសន្សំដូចគ្នាណាខ្ញុំណាសូមអនុមោទនាថែម្ដាយឲ្យហើយមិនវែងទៀតទេខ្ញុំធឿននេះយ៉ាងច្រើនបាន100ឆ្នាំអីទៀតហ្នឹងអស់ហើយអញ្ចឹងយើងយកចិត្តទុកដាក់ថែរក្សាគាត់ដោយល្អកុំឲ្យដូចពាក្យខ្មែរយើងគេថាទាំងចិត្តទាំងឆ្ងាយមូលមកសួរម្ដាយទាំងប្រុសទាំងស្រីធូរេននំប៉័ងសម្រាំងថ្មីម្ដាយឈឺលែងស្ដីរឹងស្គៀមធ្ងួតកកូនហៅម៉ែស្គាល់ខ្ញុំទេខ្ញុំបានចំណៃល្អម៉ែពោលខ្សៅគ្រាឆ្លើយតថាឯងមកម៉ែអនណាស់ណាកាលម៉ែមិនឈឺមិនមានជំងឺមិនដាច់កូនគ្រប់គ្នាមិនអាណិតម៉ែលុះម៉ែជារាទៅកូនគ្រប់គ្នាមករុញបញ្ចូលម៉ែឲ្យដេកបាត់ទៅកូនបញ្ញាប្រាប់ញាតិតកូលឃោសនាធនធានព្រៀងលៀនឲ្យចូលឲ្យជុំប្រមូលធ្វើបន់នៅខ្មោចខែប្រគុណចែកថ្ងៃក្តៅកលែតឆ្ងាយទឹកហិនហោចម៉ែឲ្យចាស់ក្តៅណាស់អាណោចមិនរែកទឹកស្រោចឪពុកម្ដាយសោះមិនមានថ្នមថ្នាក់មិនដងទឹកដាក់ពីងដោយសង្គ្រោះនោះដល់ពេលស្លាប់ហើយនោះស្រាប់តែស្មោះអប់ទឹកអមនោះហៅលើកចំអះញោមឃើញអាពេលនៅរស់ម៉ែអោបបាក់ញើសតាំងពីចុងសក់ដល់ចុងជើងអត់មានអាណាយកទឹកមកងូតឲ្យម៉ែទេដល់ដៃខ្យល់បានវានាំគ្នាដដើមនេះដោះអាពេលមុនលើកសពដាក់មកឈូសហ្នឹងបានដដើមនេះដោះម៉ែដោះឪហ្នឹងយើងគួរពិចារណាអ្នកខ្លះងូតដែរងូតឲ្យឆ្កែគេមួយថ្ងៃ3ដងអីហ្នឹងណាដូចថាអ្នកខ្លះស្រឡាញ់ឆ្កែខ្លាំងមួយថ្ងៃងូតទឹក3ដងប៉ាម៉ែលូនអត់អត់ដែរងូតទឹកឲ្យម្ដងក៏មានដែរអ្នកខ្លះណាហើយដូចកូនប្រុសខ្លះដូចគ្នាស្រឡាញ់ម៉ូតូវាខ្លាំងទៅមួយថ្ងៃវាជូតលៀងមកឃើញអាក្មេងខ្លះវាជូតម៉ូតូប្រឡាក់ដីទីវាជូតកង់លៀងកង់ប៉ាម៉ែខ្លួនឯងអត់មានណាដែរដោះដែរលៀងដែរជូតដែរសម្អាតអីទេហ្នឹងអញ្ចឹងយើងត្រូវយកចិត្តទុកដាក់ភ្ញាក់រលឹកទាំងអស់គ្នាកុំឲ្យហួសពេលហើយញោមចំណាំអាកូនណាដែលពេលម៉ែឲ្យស្លាប់ទៅយំខ្លាំងជាងគេគឺកូនហ្នឹងមានន័យថាធ្លាប់មានវិបដិសារីប្រព្រឹត្តរឿងមិនល្អចំពោះម៉ែឲ្យជួនកាលមិនបានធ្វើរឿងល្អចំពោះម៉ែឲ្យទើបស្ដាយសំណោះនៅអ្វីដែលខ្លួនឯងកើតមកជាតិនឹងគេមិនបានថែរក្សាម្ដាយឪពុកដោយល្អអញ្ចឹងយើងកុំឲ្យមានវិបដិសារីក្នុងជីវិតតនម្ដាយឪពុកយើងនៅមានជីវិតយើងប្រឹងទាំងអស់គ្នាយកចិត្តទុកដាក់ថែរក្សាញោមហើយញោមមានម្ដាយនៅមើលសំណាងណាដូចអាត្មាអីចង់មានម្ដាយថែរក្សាគេក៏វាមិនមានហ្នឹងហើយយើងមានអីចង់ជូនគាត់ក៏មិនកើតអញ្ចឹងកុំឲ្យវាហួសពេលអញ្ចឹងមានន័យថាយើងតន់មានគាត់យើងប្រឹងទាំងអស់គ្នាយកចិត្តទុកដាក់ទាំងអស់គ្នាណាសូមអនុមោទនាចប់ធម៌ទេសនាប៉ុណ្ណឹងចុះបានបុណ្យបានកុសលតាមបនិស្ស័យជ្រះថ្លារៀងខ្លួនមកដល់ហេវដែរពីព្រោះតាំងពីព្រឹកមកភ្ញាក់ម៉ោង4ជាងស្រង់ទឹកហើយម៉ោង5ចេញទៅបុណ្យគេនៅកណ្ដាលស្ទឹងហើយទេសចប់នៅតែហ្នឹងបានមកនេះទៀតប៉ាត់មានតាន់បាន